Bà số thấy bóng bồnថ្ងៃនេះខ្ញុំនាំបងប្អូនទស្សនាក៏ដូចជាមើលពីរបៀបនៃការបញ្ចូលកាតជះរថភ្លើងក៏ដូចជាសម្រាប់ជិះមធ្យោបាយធ្វើដំណើរក្នុងសាធារណៈក្នុងប្រទេសកូរ៉េបាទឥឡូវនេះខ្ញុំបានដាក់កាតហើយបាទយើងជ្រើសរើសយើងដំបូងយើងដាក់កាតបន្ទាប់មកយើងចុចយកចំនួនទឹកប្រាក់បាទបន្ទាប់ហើយយើងបញ្ចូលលុយបាទក្រោយពីបញ្ចូលលុយហើយក៏បានរួចរាល់បន្ទាប់ពីរួចរាល់ហើយយើងយកកាតបាទឥឡូវនេះខ្ញុំនាំបងប្អូនមើលពីទេសភាពក៏ដូចជាការដើរលេងថ្ងៃចុងសប្តាហ៍បាទថ្ងៃនេះគឺខ្ញុំមកលេងទីក្រុងសូអ៊ូលបាទហើយក៏ដូចជាមានសួនកម្សាន្តល្បែងដែលជិះខោជិះបងប្អូននៅចោះនឹងបាទជាឡើងលើហើយទម្លាក់ខ្លួនចុះក្រោមបាទអ្នកល្មមប្រហែលជាកាំងបេះដូងហើយបាទហើយថ្ងៃនេះខ្ញុំនាំបងប្អូនបាទមកមើលពីទេសភាពសេអ៊ុលម្ដងបាទហើយឥឡូវនេះបាទឥឡូវឡើងហើយបាទបន្ទាប់ពីឡើងហើយនឹងទម្លាក់ខ្លួនបាទអូមិនធម្មតាបាទខ្ញើបណាស់បាទហើយឆ្លៀតពេលក៏ថតពីទេសភាពឲ្យស្អាតណាស់បាទបងប្អូនហើយបន្តិចទៀតខ្ញុំនឹងនាំបងប្អូនទៅមើលពីអគារខ្ពស់នៅក្នុងប្រទេសកូរ៉េបាទតែអគារខ្ពស់នោះមានកម្ពស់រហូតទៅដល់500ម៉ែត្រជាងបាទហើយមានទីជាន់នេះមាន123ជាន់បាទហើយឥឡូវនេះខ្ញុំនឹងនាំបងប្អូនទៅមើលហើយបាទអគារនេះលុតទេបាទធំណាស់បងទីក្រុងសេអ៊ូលលំនៅមនុស្សច្រើនមែនទែនបាទមើលចុះទេសភាពបាទអគារខ្ពស់មនុស្សច្រើនមានដូចជាពីច្រើនជនជាតិកូរ៉េទៅមកជនជាតិបរទេសភាគច្រើនបាទឥឡូវនេះក៏អរគុណបងប្អូនសម្រាប់ចូលរួមទស្សនា Channel របស់ខ្ញុំជាចុងក្រោយបាទសូមអរគុណច្រើនបាយបាយ